ក្នុងមួយថ្ងៃមានតែ24ម៉ោងទេប៉ុន្តែបងអូនសុផាតនេះធ្វើការ28ម៉ោងបាត់ហើយមួយថ្ងៃបងប្អូនរវល់រហូតដល់ថ្នាក់រាល់ថ្ងៃនេះ25 26ឆ្នាំណាប៉ុន្តែនៅ single ឡើយទេបងប្អូនខ្សឹបប្រាប់ខ្ញុំថាចង់បានសង្សារមួយដែរដោយសាររវល់ពេកមិនដឹងគេគិតមិនដោយសារអីម៉ោង3មិនតាន់បងប្អូនងើបទៅដួសត្រីដួសអីរៀបចំដឹកមកដាក់នៅផ្ទះនេះធ្វើត្រីធ្វើអីវះងៀតវះអីហើយរៀបចំប្រឡាក់ហើយហាលហើយដល់ម៉ោងយប់ឡើងហ្នឹងឆ្លើយពេកផងអីផងទៅខ្ចប់អីវ៉ាន់ឲ្យភ្ញៀវទៀតរវល់មែនតើបងប្អូនដោយសារអីគាត់មាន Facebook មាន TikTok តខ្លួនរបស់គាត់ដែរអ្នកដែលជា fan អ្នកដែលស្គាល់គាត់ដឹងហើយនៅខាងកោះធំអីនេះគឺគាត់លក់ត្រីអាចថាធំជាងគេហើយបងប្អូនបោះដុំផងបោះរាយផងអូចាំមួយថ្ងៃឃើញបានដើរលេងអីណាអត់ទៅតែធ្វើត្រីងៀតអត់ធ្វើត្រីងៀត2ថ្ងៃម្ដងបានតែមួយថ្ងៃបានតែម្ដងហ្នឹងចាំមានបានធំតោហើយអីគេយឺតពេលបានអើយវល់ពេកត្រីងៀតរបស់គាត់នេះធ្វើមួយថ្ងៃរាប់តោនបងប្អូនគាត់ធ្វើឆ្ងាញ់តែបែបលក្ខណៈគ្រួសារណាបងប្អូនហើយមិនមែនថាធ្វើរាប់តោនហើយមានបុគ្គលិកអីណាបែបលក្ខណៈសិប្បកម្មអីធំដុំអីអត់ទេតែបងប្អូនគាត់3នាក់ហ្នឹងហើយបងប្អូនជួយគ្នាទៅមានម្ដាយរបស់គាត់រៀបចំឲ្យវ៉ាន់វិចខ្ចប់អីខ្លះជួយតាក់តក់អញ្ចឹងទៅប៉ុន្តែលក់ចេញរហូតសកម្មភាពរបស់គាត់លក់ដូរនេះមួយថ្ងៃគ្មានតនេទេបងប្អូនអញ្ចឹងហើយបានរាល់ថ្ងៃនេះរកអ្នកស្អំបេះដូងអត់តាន់បានទេអញ្ចឹងហើយបងប្អូនណាចិត្តធေါ်អីអាណិតប្រូសុផាតដែលអត់មានពេលតាក់តងអីអាចតាក់តងទៅគាត់មុនទៅគាត់ថាចង់បានសង្សារមួយដែរគាត់សឹកប្រាប់ខ្ញុំណាបងប្អូននិយាយលេងឯងបងប្អូនប៉ុន្តែបើថាអាចតាក់តងបានតាក់តងទៅមានអីគាត់ស្អាតបាតបងប្អូនគ្រាន់ថាការងារនេះវាមិនស្រស់ស្អាតដូចគេធ្វើការងារ office អីទេវារៀងប្រឡាក់ខ្លួនប្រឡាក់អីឆ្អាបឆែកអីចឹងទៅប៉ុន្តែគ្រាន់ថាបើលុយវិញខាប់ដូចទឹកគ្រឿងហ្នឹងបងប្អូនមួយថ្ងៃមិនតិចទេចេញត្រីរាប់រយគីឡូបោះដុំផងបោះរាយផងណាបងប្អូនសកម្មភាពរបស់គាត់ដឹកត្រីមកដល់ម៉ោង 7-8 ណាដឹកមួយឡានមកណារៀបចំដួសដាក់កត្រកដាក់អីរៀបចំធ្វើសកាធ្វើអីវះធ្វើប្រឡាក់អីតែខ្លួនឯងគាត់ទាំងអស់ម្នាក់ឯងណាបងប្អូនចំហក្នុងការលាយគ្រឿងរូបមន្តអីរបស់គាត់ហ្នឹងគាត់មានប្អូនមានបងមានម្ដាយអីជួយតិចតួចពាក់ព័ន្ធមួយការធ្វើសកាស្អីវះអីចឹងទៅប៉ុន្តែបើរឿងរូបមន្តគ្រឿងស្អីរបស់គាត់គឺគាត់ធ្វើខ្លួនឯងទាំងអស់ហើយត្រីរបស់គាត់ឆ្ងាញ់បងប្អូនគាត់មានអំបិលប៊ីចេងហើយនឹងប្រៃផ្អែមប្រភេទត្រីឆ្ដោប្រឡាក់ហើយបងប្អូនចង់បានអត់ឆ្អឹងសុតក៏បានឬមួយមានជាប់ឆ្អឹងអីក៏បានដែរគាត់ធ្វើឲ្យមានម្សៅស្អាតចាស់នេះគាត់មានត្រីពោត្រីកែត្រីអីដែរប្រឡាក់អំបិលប៊ីចេងអំបិលម្ទេសអីរបស់គាត់ហ្នឹងបងប្អូនគ្រាន់តែឃើញកន្លែងហាលរបស់គាត់នេះថ្ងៃមិនមែនតិចទេណាបងប្អូនហើយគាត់ឈរធ្វើខ្លួនឯងទាំងអស់បងប្អូនណាទាំងវះទាំងកាត់ទាំងប្រឡាក់ទាំងស្អីចេញរូបមន្តហ្នឹងគឺគាត់អ្នកកាន់កាប់ក្តោបក្តាប់ទាំងអស់និយាយទៅលុយវិញខាប់ដូចទឹកគ្រឿងអ្នកដែលចង់បានគ្រួសារដែលធ្វើការងារសកម្ម28ម៉ោងដូចបងសុផាតអីហ្នឹងចាំតាក់តងទៅគាត់ទៅចង់ទិញត្រីងៀតក៏បានចង់ធ្វើអីផ្សេងក៏បានដែរបងប្អូនចាំដាក់លេខទូរស័ព្ទរបស់គាត់នៅក្នុងខមមិនហើយអរគុណបងប្អូនជម្រាបលាបាយ